ណាប្រធានគ្រប់គ្រងកម្មវិធីប្រទេសនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដសសូមគោរពជើញទិវាសុខភាពពេលមករដូវបានរៀបចំឡើងជាការគូបញ្ជាក់អំពីសារៈសំខាន់ក្នុងការកាត់បន្ថយការរើសអើងនេះអំឡុងពេលមករដូវលើកកម្ពស់ការទទួលបាននូវសម្ភារៈបរិក្ខារដើម្បីធានាសុវត្ថិភាពនិងអនាម័យព្រមទាំងសម្លេងអនាម័យដោយឥតគិតថ្លៃខ្ញុំបាទសូមជម្រាបដែរថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដសកំពុងតែបំពេញការងារទូទាំងពិភពលោកសូមធ្វើការអំពាវនាវសូមឲ្យមានលទ្ធភាពនិងសេចក្តីថ្លៃថ្នូរក្នុងការទទួលបានការថែទាំសុខភាពនាទិវាសុខភាពពេលមករដូវនៅឆ្នាំ2026នេះទិវាក្មេងស្រីអន្តរជាតិនាឱកាសនេះយើងទាំងអស់គ្នាសូមអបអរសាទរនិងមានមោទនភាពក្នុងការរួមចំណែកស្វែងរកការគាំទ្រនិងដោះស្រាយគ្រប់គ្រងសុខភាពការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យនិងពង្រឹងពីសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀនសួរនាងខ្ញុំឈ្មោះខឿនជីលីណាថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តរីករាយជាខ្លាំងដែលបានចូលរួមកម្មវិធីទិវាសុខភាពពេលមករដូវបន្ទាប់ពីខ្ញុំបានចូលរួមនៅកម្មវិធីនេះហើយខ្ញុំបានយល់ដឹងពីបញ្ហាស្ត្រីជាច្រើនដូចជាបញ្ហានៃជំងឺអេដសឬក៏បញ្ហារបស់ស្ត្រីផ្សេងៗការដែលយើងយល់ដឹងទាំងនេះគឺអាចជួយដល់សម្រាប់បន្ទុកដល់ក្នុងគ្រួសារបន្ថែមដូចជាបើសិនជាយើងមានសមាជិកដូចជាបងស្រីឬក៏ជាម្ដាយពួកយើងអាចយល់ដឹងអំពីចំណេះដឹងទាំងនេះពួកយើងអាចជួយគាត់នៅក្នុងពេលកំឡុងពេលដែលពួកគាត់មានភាពលំបាកចង់គួរតែមានកម្មវិធីនេះនៅរៀងរាល់ឆ្នាំដោយសារអីអាចស្ត្រីឬក៏សិស្សានុសិស្សស្រីឬក៏ប្រុសគាត់អាចយល់ដឹងនៅបញ្ហាស្ត្រីបានច្រើនបងហើយมันអាចមាននៅភាពរើសអើងទៅកាន់ស្ត្រីនៅពេលដែលគាត់មករដូវជាចុងក្រោយខ្ញុំសូមអរគុណទៅដល់អង្គការ AFF Cambodia ដែលបានផ្ដល់កម្មវិធីមួយនេះដើម្បីឲ្យសិស្សានុសិស្សបានចូលរួមហើយយល់ដឹងនៅរោគស្ត្រីឬក៏បញ្ហាស្ត្រីផ្សេងៗ